សួងអភិវឌ្ឍជនបទរួមជាមួយធនាគារអភិវឌ្ឍអាស៊ីចុះពិនិត្យវឌ្ឍនភាពគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅខេត្តព្រះវិហារនាព្រឹកថ្ងៃទី25ខែមិថុនាឆ្នាំ2026នេះក្រុមការងារនៃអង្គភាពគ្រប់គ្រងកម្មវិធីអភិវឌ្ឍនឹងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទប្រកបដោយនិរន្តរភាពដឹកនាំដោយលោកទិតសុផាអគ្គអធិការរងនិងជានាយកកម្មវិធីរួមជាមួយលោកយ៉ាសំអល់ប្រធានក្រុមបេសកកម្មធនាគារអភិវឌ្ឍអាស៊ី ADB បានអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាពការងារអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារក្នុងគោលបំណងវាតម្លៃលើវឌ្ឍនភាពការងារសាងសង់និងជំរុញការអនុវត្តគម្រោងឲ្យសមស្របតាមបទដ្ឋានបច្ចេកទេសក្នុងទិសដៅធានាឲ្យបាននូវការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យជនបទជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយគុណភាពនិងនិរន្តរភាពនៅក្នុងឱកាសចុះពិនិត្យការដ្ឋានជាក់ស្ដែងនោះគណៈប្រតិភូបានអញ្ជើញចុះទៅកាន់ឃុំចំនួន2នៃស្រុករវៀងរួមមានឃុំរំទុំនិងឃុំរមនីក្នុងនោះក្រុមការងារបានធ្វើការពិនិត្យប្រព័ន្ធចែកចាយទឹកស្អាតសហគមន៍តាមបំពង់ខ្នាតតូចនិងបង្គន់អនាម័យចំនួន2ក្នុងផ្ទះស្ថិតនៅភូមិអូតាឡុកឃុំរំទុំព្រមទាំងបានបន្តចុះពិនិត្យពាងត្រងទឹកភ្លៀងចំណុះ1ម៉ែត្រគូបរបស់ប្រជាពលរដ្ឋចំនួន3គ្រួសារស្ថិតនៅភូមិទួលរវៀងឃុំរំទុំបន្ទាប់មកគណៈប្រតិភូបានបន្តដំណើរទៅពិនិត្យមើលស៊ីតែនទឹកចំណុះ10ម៉ែត្រគូបបង្គន់អនាម័យសាលារៀននិងអណ្ដូងទឹកដើរដោយថាមពលព្រះអាទិត្យសូឡាស្ថិតនៅភូមិស្រែធ្នង់ឃុំរមនីដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងការដោះស្រាយការខ្វះខាតទឹកប្រើប្រាស់របស់សហគមន៍ថ្លែងក្នុងឱកាសនោះលោកទិតសុផាបានជំរុញឲ្យការសាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់ខ្នាតតូចសហគមន៍ពន្លឿនការងារឲ្យស្របតាមផែនការដើម្បីធានាថាប្រជាពលរដ្ឋទៅតាមមូលដ្ឋានទទួលបានសេវាទឹកស្អាតប្រើប្រាស់បានឆាប់រហ័សស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសមិទ្ធផលដែលកម្មវិធីផ្ដល់ជូននាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ហើយអាជ្ញាធរឃុំបដិញ្ញាចិត្តជំរុញដល់ក្រុមប្រើប្រាស់ទឹកតាមចំណុចនីមួយៗឲ្យចេះថែរក្សាសមិទ្ធផលជាប្រយោជន៍រួមប្រើប្រាស់ឲ្យបានយូរអង្វែងជាមួយគ្នានេះដែរប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់គណៈប្រតិភូពិសេសឯកឧត្តមឆៃរិទ្ធីសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទដែលតែងតែគិតគូរគាំទ្រដល់សហគមន៍ជនបទដើម្បីទទួលបានសេវាទឹកស្អាតនិងអនាម័យជនបទលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជនបទ